អត់ចេះញ៉ាំបន្លែមែនទេឲ្យតែនឹកឃើញរឿងញ៉ាំបន្លែហ្នឹងដឹងតែក្អួតចង់ក្អួតហ្មងពេលខ្លះបខំខ្លួនឯងត្រូវញ៉ាំបន្លែដែរប៉ុន្តែមិនដឹងមិនថាពេលតែញ៉ាំទៅហ្នឹងគឺរាងកាយនឹងអត់ទទួលយកហ្មងកាពិតមិនមែនរាងកាយអត់ទទួលយកទេកាពិតរាងកាយហ្នឹងគ្នាស្រេកឃ្លានណាស់នៅក្នុងការដែលត្រូវការបន្លែត្រូវការវីតាមីនត្រូវការសារជាតិនៅក្នុងបន្លែទាំងអស់ហ្នឹងទៅគ្រប់គ្រងរាងកាយប៉ុន្តែអ្វីដែលមិនចង់ឲ្យយើងញ៉ាំហ្នឹងតែម្ដងគឺចិត្តរបស់យើងចិត្តវាបញ្ជារាងកាយមកថាអត់ឲ្យចង់ញ៉ាំហើយដល់ពេលយើងបខំចង់ញ៉ាំវាចង់តែក្អួតត្រឡប់មកវិញហ្មងអញ្ចឹងសម្រាប់អ្នកដែលអត់ចូលចិត្តញ៉ាំបន្លែហើយញ៉ាំបន្លែចេះតែចង់ក្អួតកុំភ្លេចមើលធីបមួយនេះទី1គឺសាកល្បងបន្តិចម្ដងដោយយកបន្លែដែលយើងមិនចូលចិត្តទៅឆ្នៃជាមួយម្ហូបផ្សេងៗហើយចាប់ដើមរៀនពីវាចាពីមួយថ្ងៃទៅមួយថ្ងៃយើងនឹងអាចធ្វើវាបានដោយអត់ដឹងខ្លួនហ្មងចំណុចទី2កុំបង្ខំថាត្រូវការវីតាមីននៅក្នុងល្ពៅបង្ខំខ្លួនឯងឲ្យញ៉ាំហ្មងតែពេលយើងបង្ខំម្ដងពីរដងវា fail តែពេលតែ fail អញ្ចឹងហើយគឺយើងលែងចង់ញ៉ាំទៀតតែម្ដងយើងចង់បោះបង់តែម្ដងចំណុចទី3អ្នកទាំងអស់គ្នាត្រូវមើលឲ្យឃើញគុណតម្លៃនិងតម្រូវការរាងកាយឧទាហរណ៍ថាបើយើងអត់ញ៉ាំបន្លែយើងអត់ញ៉ាំល្ពៅមួយមានបញ្ហាពោះវៀនមានបញ្ហាទល់លាមកហើមពោះពិបាកបត់ជើងអញ្ចឹងបើសិនអ្នកទាំងអស់គ្នាសាកល្បងអាចចំណុចទី1ចំណុចទី2នឹងឆ្លើយតបមួយរាងកាយនឹងបាត់រាល់បញ្ហាដែលយើងកំពុងជួបព្រោះរាងកាយយើងវាត្រូវការទាំងអស់ហ្នឹងតែបើសិនជាយើងអត់ញ៉ាំអត់គ្រប់វាទៅកើតជាកង្វះអាហារូបត្ថម្ភដែលទ្រទ្រង់នៅក្នុងរាងកាយរបស់យើងអញ្ចឹងកុំភ្លេចអ្នកទាំងអស់គ្នាឃើញវីដេអូនេះពីខ្ញុំអ្នកគ្រូសេពៅចាដែលជាគ្រូពេទ្យមួយរូបហើយកុំភ្លេច follow page ចាដែលខ្ញុំកំពុងតែនិយាយនេះផងដើម្បីយើងទទួលបានវីដេអូល្អៗជុំវិញចំណីអាហារដែលផ្សារភ្ជាប់នឹងសុខភាព